នេះណែគឺក្រុម FBI Soccer School បងប្អូនអើយសង្ហាណាស់និយាយពីមានសមត្ថភាពហើយនឹងជាកីឡាករដែលប្រឹងប្រែងវឹកហាត់ដោយលោកគ្រូនិយុទ្ធលោកគ្រូធវត្តឆៃលោកគ្រូរ៉ាមីតពួកគាត់ខិតខំប្រឹងប្រែងផ្ដល់កម្លាំងចិត្តនិងបទពិសោធន៍ដែលគាត់មានចំណេះដឹងទៅប្រមាណដល់កីឡាករយុវជនក្នុងខេត្តសៀមរាបយើងនៅក្នុងសាលារៀន FBI Soccer School សកម្មភាពទាំងនេះបងប្អូនគឺបានឃើញហើយចង់ទស្សនាចង់ទៅមើលជក់ចិត្តណាស់ក្នុងការបងប្អូនបានទៅមើលផ្ទាល់អញ្ចឹងណាការប្រកួតក៏ជក់ចិត្តដែរបងប្អូនទោះការប្រកួតលើកនេះនៅstart ស្វាយធំគឺមានការប្រកួតរវាង FBI ជាមួយនឹងសៀមរាប SC បងប្អូនអើយការប្រកួតស្វិតស្វាញហើយល្អមើលណាស់ជក់ចិត្តមែនទែនពួកគាត់ក្មេងៗគាត់ប្រកួតជាមួយក្រុមសៀមរាប SC ផ្នែកនារីគឺការប្រកួតគឺល្អមើលមែនទែនបងប្អូនការប្រកួតហ្នឹងគឺលទ្ធផល FBI 0 SRFC 4បន្ទុកគឺបច្ចេកទេសគាត់លេងទោះគាត់លេងបន្ទុកចាញ់មែនតែការលេងផងគាត់គឺពោពេញទៅដោយក្បួនខ្នាតច្បាស់លាស់បទពិសោធន៍ហើយនឹងចំណេះដឹងដែលគាត់ទទួលបានក្នុងការប្រកួត start ខ្នាតធំមួយនេះធ្វើឲ្យគាត់កាន់តែរឹងប៉ឹងនិងរីកចម្រើននៅថ្ងៃខាងមុខនេះការប្រកួតយ៉ាងស្វិតស្វាញរបស់ពួកគាត់យើងធ្វើឲ្យយើងជាឪពុកម្ដាយទទួលបាននៅសមត្ថភាពរបស់កូនយ៉ាងល្អហើយតិចនិចក្នុងការប្រកួតនេះបងប្អូនគឺល្អមើលហើយពួកគាត់ចេញប្រកួតដំបូងក្នុងឆ្នាំ2026មែនប៉ុន្តែការប្រកួតផងគាត់នឹងគឺលោកគ្រូនិយុទ្ធហើយនឹងលោកគ្រូធវត្តឆាយលោកគ្រូរ៉ាមីតគឺគាត់បានពន្យល់ហើយនឹងបង្រៀនពីបច្ចេកទេសយ៉ាងល្អធ្វើឲ្យពួកគាត់នឹងគឺលេងទៅល្អមើលមែនទែនដែលធ្វើឲ្យសៀមរាប SC ក៏ទទួលស្គាល់ដែរថាកីឡាករ FBI Soccer School ពិតជាខ្លាំងក្លាមែនទាំងកីឡាករប្រកួតហើយនឹងកីឡាករចាំទីលោតផ្ទះគឺកីឡាករពេជ្រលោតផ្ទះយ៉ាងស្អាតហើយការជួយសង្គ្រោះបាល់ពីមិត្តភ័ក្តិក្នុងការប្រកួតក៏សង្គ្រោះបាល់បានស្អាតទៀតរហ័សរហួនមែននេះហើយគឺជាបច្ចេកទេសហើយនឹងការវឹកហាត់យ៉ាងល្អពីលោកគ្រូនិយុទ្ធហើយនឹងលោកគ្រូធវត្តឆាយហើយនឹងលោកគ្រូរ៉ាមេដែលធ្វើឲ្យទឹកចិត្តជាកីឡាករគាត់រឹងមាំនៅអាយុគាត់នឹងត្រឹមតែ10ឆ្នាំ11ឆ្នាំ12ឆ្នាំ13ឆ្នាំហើយនឹង14ឆ្នាំគឺពួកគាត់នឹងពិតជាមានសមត្ថភាពមែននេះហើយគឺជាទំពាំងស្នងសរសៃសម្រាប់យុវជនខេត្តសៀមរាបយ៉ាងពិតប្រាកដណាបងប្អូនគ្រាន់តែមើលហើយមើលទៀតអត់ចិនទេការទាត់ការតែតការវាយបាល់ចេញការជួយសង្គ្រោះបានយ៉ាងស្អាតការលេងរបស់ពួកគាត់ទាំង FBIS ហើយនឹងSRSC គឺការប្រកួតរបស់គាត់គឺស្វិតស្វាញណាស់គឺស្វិតស្វាញមែនទែនការលេងគឺមានបច្ចេកទេសលេងរៀងខ្លួនហើយនឹងការលេងដោយបញ្ចេញសមត្ថភាពរៀងខ្លួនធ្វើឲ្យការប្រកួតនេះមើលទៅល្អមើលបងប្អូនបើបានទៅផ្ទាល់គឺល្អមើលមែនទែនហើយមានគ្រប់លក្ខណៈពិសេសនៃការប្រកួតរៀងខ្លួនបច្ចេកទេសរៀងខ្លួនដែលធ្វើឲ្យ FBI គាត់បញ្ចេញសមត្ថភាពគាត់បានយ៉ាងល្អដែរ